បាទសួស្តីបងប្អូនថ្ងៃនេះមកបរៀនបងប្អូនរបៀបដោះ account disable ដែលបញ្ហាដែលពិបាកខ្លាំងដែលយើងមិនដែលជួបណាហើយចំណុចនេះក្នុងការដោះវា50វាអាចមកវិញឬក៏មិនអាចមកវិញហើយអញ្ចឹងកុំឲ្យខាតពេលយូរតោះបងប្អូនមកតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទយើងចូលក្នុងជ្រោមបងប្អូនយើងចូលក្នុងជ្រោមបន្ទាប់ចូលក្នុងជ្រោមយើងវាយពាក្យថានេះបងប្អូននេះ reporting a problem with Facebook Facebook Health Center ហ្នឹងមកយើងវាយពាក្យហ្នឹងបងប្អូនខ្ញុំវាយបាន3រួចរាល់ហើយខ្ញុំចូលបងប្អូនបាទបន្ទាប់ពីចូលមកវាចេញទម្រង់បែបនេះបងប្អូនអញ្ចឹងខ្ញុំសួរមិនធំទេបងប្អូនស្រួលមើលនេះបងប្អូនយើងយកពាក្យថា give feedback about it យើងចុចវាមកបាទបន្ទាប់ពីចុចវាមកហើយបងប្អូនឃើញពាក្យនេះបងប្អូននេះ processing feedback feedback របស់យើងហ្នឹងចុចលើវាមួយទៀតមកបងប្អូនបាទបន្ទាប់ពីយើងចុចរួចរាល់កន្លែងហ្នឹងហើយកន្លែងនេះបងប្អូនយើងដាក់ email របស់យើងនៅក្នុង Facebook ដែលយើងមានបញ្ហាហ្នឹងបងប្អូនយើងវាយ email យើងចូលមកខ្ញុំវាយ email ខ្ញុំចូលសិនបាទបន្ទាប់ពីយើងវាយហើយយើងអូសឡើងលើបន្តិចបងប្អូននេះកន្លែងនេះយើងចុចរើវាមកបងប្អូនយើងចុចរើពាក្យថា login នេះបងប្អូននេះយើងចុច login នេះមកបាទបន្ទាប់ពីចុច login នេះរួចរាល់ហើយបងប្អូនកន្លែងនេះយើងចូលទៅវាយយើងផាស link មកបងប្អូនឥឡូវចាំបងប្អូនចាំតិចខ្ញុំចូលយកសិននេះបងប្អូនយើងផាស link ចូលក្នុងនេះផាស link ចូលក្នុងនោះមកហើយសម្រាប់បងប្អូនចង់បាន link យកមកផាសនេះអត់អីចាំខ្ញុំទម្លាក់ក្នុង comment ឲ្យបងប្អូនហើយចាំបងប្អូនយកចូលទៅយកទៅបងប្អូនហើយកន្លែងនេះវាដាក់ full name អញ្ចឹងយើងវាយឈ្មោះ account របស់យើងមកតើ account ណាដែលមានបញ្ហាបងប្អូនយើងវាយតាមឈ្មោះវាមកបាទបន្ទាប់វាយឈ្មោះវាហើយកន្លែងទី2គេឲ្យដាក់ mail អញ្ចឹងយើងវាយ mail យើងចូលរៀនមកហើយទី3លេខទូរស័ព្ទក្នុង Facebook របស់យើងដែលមានបញ្ហាហ្នឹងយើងដាក់លេខទូរស័ព្ទយើងចូលរៀនមកបាទទីចុងក្រោយយើងដាក់ Facebook យើងនៅប្រទេសណាអញ្ចឹងរបស់ខ្ញុំនៅ Cambodia អញ្ចឹងយើងវាយមកនេះយើងវាយ Cambodia ពេលបងប្អូនវាយរួចរាល់ហើយបងប្អូនស្រូមលីកមកព្រោះនេះយើងធ្វើនៅទម្រង់នៅទូរស័ព្ទដៃអញ្ចឹងបងប្អូនហើយខ្ញុំ search មកខាងនេះបងប្អូនឃើញហើយយើងវាយយើងចុចពាក្យថា send ទៅពេលយើងវាយរួចរាល់បាទបន្ទាប់ពីយើងចុច send ហើយនេះវាអរគុណសម្រាប់យើង report ទៅវាណាហើយយើងចុចពាក្យថា OK បងប្អូនហើយចំពោះនៃការធ្វើរបស់យើងវារយៈពេលរបស់វាខ្ទង់48ម៉ោងបងប្អូនធ្វើម្ដងមិនបានព្យាយាមធ្វើម្ដង2ដងទៀតទៅនឹងទទួលបានផលរបស់យើងហើយអញ្ចឹងវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយ